នេះខ្ញុំបន្តពីរឿង PlayStation 1 មានបញ្ហាជាធម្មតា PlayStation 1 version 1.4.4 ហ្នឹងវា install ទៅកុំព្យូទ័រខ្លះលេងបានភ្លាមតែកុំព្យូទ័រខ្លះវា black screen អញ្ចឹងខ្ញុំនឹងធ្វើឲ្យអ្នកទាំងអស់គ្នាយល់អំពីបញ្ហាដំណោះស្រាយនៅបញ្ហា black screen អូខេឥឡូវយើងចូលមកដល់កន្លែងពាក្យ config នេះផ្ទាំងទូចមួយនេះខ្ញុំយកពាក្យ config បន្ទាប់មកយកពាក្យ wizard ហើយបន្តមកទៀតយើងចុចយកពាក្យ config នៅខាងក្រោមនេះជំហានទី2នៅទៅអស់7 step អញ្ចឹងចំណោមចូលដល់ជំហានទី2យើងរើសយក SCP-X 1001 URL command យកមួយណាក៏បានដែរឥឡូវយកខាងលើចុះយើងយកពាក្យ next បន្ទាប់ពីយើងយកអញ្ចឹងហើយវានឹង load step មួយទៀតមកឲ្យយើងប៉ុន្តែនេះដោយសារតែកុំព្យូទ័រខ្ញុំមានបញ្ហាដើរយើងជឿតិចអញ្ចឹងចូលដល់ step ទី3 step ទី3យើងយកពាក្យ D3D driver 1.76 អាហ្នឹងណានេះពាក្យខាងមុខនេះពាក្យ Q ហ្នឹងយកហ្នឹងមកហើយយក next ជំហានទី4យើងយក SPU Core 1.9.0 ដោយសារតែ version របស់វាប៉ុណ្ណឹងអញ្ចឹងយើងយកហ្នឹងហើយជំហានទី5យើងត្រូវយក WNT W2K Core 1.7.0 យកហ្នឹងមកតោះមកយើងយក next ហើយកន្លែងនេះគឺកន្លែង select controller យើងចង់ select ក៏បានមិន select ក៏បានសាច់ចិត្តនេះ controller ទី2ចង់ select ក៏បានមិន select ក៏បានសាច់ចិត្តទៅយើងចឹងអូខេតោះមកយើងយក next យក next ហើយយើងយក done បន្ទាប់មកពេលដែលយើង run iOS ទៅគឺវាដំណើរការឥឡូវបើថាអញ្ជើញខ្ញុំនឹងសាកឲ្យមើល run iOS ខ្ញុំ run ញ៉ែមប្រាំងកូនទាដែលខ្ញុំបានប្រាប់ពីវីដេអូមុនទាក់ទងនឹងការ run លេងហ្គេមប្រាំងកូនទាដល់ពេលយើង run អញ្ចឹងទៅវាដំណើរការឲ្យយើងហើយប៉ុន្តែដោយសារនេះខ្ញុំបើកទុកចោលយូរពេកឥឡូវខ្ញុំតេស្តម្ដងទៀតមើលខ្ញុំនឹង run iOS Chocobo Racing អញ្ចឹងពេលដែលចុចវាទៅវានឹង run ឲ្យដំណើរការនេះវាចេញផ្ទាំងមកឲ្យលេងហើយហ្គេមហ្នឹងដែរភាគច្រើនពេលខ្លះវាលេងទៅវារឿង slow ទៅមិនមែន slow ដោយសារអីគ្រាន់តែ slow ដែលគេថាវាបើកទៅវាយូរកាលបើកទៅរៀងយឺតបើកទៅរៀងលឿនប៉ុន្តែហ្គេមគឺវារត់ smooth ដូចគ្នាហ្គេមអត់យឺតទេហ្គេមដូចមុនហ្នឹងចឹងដូចគ្នាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាមិនតែអ្នកទាំងអស់គ្នាបើមានចម្ងល់អីអាចសួរខ្ញុំបានតាមរយៈ description នៅខាងក្រោមណាអរគុណចឹងអរគុណច្រើនបាយបាយ